នាវាទេសចរខ្នាតធំមួយគ្រឿងចុះចតនៅក្រុងប្រសេនុនាំភ្ញៀវជិត 3000 នាក់អាមេរិកច្រើនជាងគេនៅវេលាម៉ោង 7:00 នាទីនៅថ្ងៃច័ន្ទទី 29 ខែធ្នូនេះមាននាវាទេសចរឈ្មោះ Diamond Prince សញ្ជាតិ Bermuda បានចូលចតនៅកំពង់ផែស្វយ័តក្រុងប្រសេនុដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាមកំពុងស្វយ័តក្រុងប្រសេនុបានឲ្យដឹងថានាវាទេសចរនេះមាននាវិកសរុបចំនួន 1059 នាក់ស្រី 245 នាក់មាន 59 សញ្ជាតិនិងភ្ញៀវទេសចរសរុបចំនួន 2850 នាក់ស្រី 1566 នាក់មាន 52 សញ្ជាតិចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិកមានរហូតដល់ 797 នាក់និងអូស្ត្រាលី 824 នាក់បើតាមប្រភពខាងលើនាវាទេសចរនេះនឹងចាក់ចេញទៅប្រទេសថៃនៅវេលាម៉ោង 16:00 នៅថ្ងៃដដែល